ទស្សនភាពនៃវត្តបទុមប្រជុំនាទីអូឈូកនៅឃុំតាប់ងាយពីឃុំកញ្ចោមខេត្តទៅវិញហើយលោកបដូរមកខេត្តវីឡុងនេះបានត្រៀមបញ្ចុះខណ្ឌនោះសីមាអានឹងជាក្លងទ្វារអានេះក្លងទ្វារខាងក្រៅវត្តអានឹងជាខ្នល់អានឹងវិញនៅទស្សនភាពឲ្យញោមពុទ្ធបរិស័ទនៅចាក់ទៅទិសក៏បានឃើញទៅទស្សនភាពនៃវត្តបទុមប្រជុំនាទីអូឈូកត្រៀមនឹងបន់បញ្ចុះខណ្ឌសីមានៅក្នុងថ្ងៃត្រៀមនៅបាញ់បញ្ចុះខណ្ឌសីមានៅថ្ងៃ4 5 6 7 រួចខែមិញអានឹងទឹកទៀតដែលផ្លូវខាងកណ្ដុងដែលចូលពីក្លងទ្វារចូលទៅខាងកណ្ដុងអានឹងទស្សនភាពនៅខាងកណ្ដុងទីវត្តអារាមអានឹងត្រៀមនៅបញ្ចុះខណ្ឌសីមានៅក្នុងថ្ងៃ4 5 6 រួចខែមិញដល់នេះអានឹងជាទស្សនភាពនៅខាងកណ្ដុងទីវត្តអានឹងទស្សនភាពនៅខាងកណ្ដុងអានឹងបានចុះកាន់សីមាប្រពន្ធនៅថ្ងៃ4 5 6 រួចខែមិញឆ្នាំពីខែមិញដល់នេះវ័យនៅទស្សនភាពឲ្យញាតិញោមពុទ្ធបរិស័ទនៅខាងក្រៅខាងចូលល្បីនឹងកន់នៅខាងទីកណ្ដុងទីធ្លានៃទីវត្តអារាមទស្សនភាពប្រសងកំពុងតែតាក់តែងសិក្សាបងគេរុំពឹងទៅទាំងចុងឡាយពីតែស្រីឆ្លាតណាយហាមរងស្មាអូchân anh này miền này bố ta bỏ hai sông xuống người ta đặc biệt là trong một trời bông thủy lúc trong lá ai cũng trái lại
ភាពដែលនៅក្នុងប្រវិហារនៃវត្តបទុមប្រជុំនទីអូឈូកនេះអានឹងជាក្នុងប្រវិហារអានឹងជាក្នុងប្រវិហារអានឹងគឺរណ្ដៅសីមាសម្រាប់គេកាត់នៅកញ្ចក់នៅគ្រឹះខណ្ឌសីមានឹងជាតាំងគំនូដែលនៅក្នុងប្រវិហារហើយគឺទស្សនភាពនៅក្នុងទីកណ្ដងហៅថារោងវសភាគឺក្នុងប្រវិហារបានគូគំនូជាស្រេចហើយត្រៀមដើម្បីនឹងធ្វើនៅបាញ់បន់បញ្ចុះខណ្ឌសីមានៅក្នុងថ្ងៃ4 5 600ខែមីនាខាងមុខនេះអានឹងជាក្នុងប្រវិហារកម្មភាពប្រសងកំពុងតែបន្តការងារគឺការសិតស្អាងនៅជុំវិញស្រះកាលនេះប្រសងកំពុងតែធ្វើនៅពុទ្ធមណ្ឌលមានការស្អាតសិតស្អាងជាព្រះអង្គពុទ្ធរូបជាដើមទីធ្លាវត្ត